បងប្អូនដែលឃើញម៉ូតកលឹះទ្វារបុរាណអត់កលឹះទ្វារនេះគឺគេធ្វើឡើងតាំងពីឆ្នាំ1890បងប្អូននិយាយទៅមានអាយុកាលបើគិតមកដល់ឥឡូវគឺ134ឆ្នាំហើយអ្វីដែលខ្ញុំសរសើរជាងគេបងប្អូនគឺនៅតែមួលបានបងប្អូនឃើញហើយមួលទៅកលឹះគេនៅឆ្វាក់គ្នាល្អខ្លាំងមែនទែនហ្មងកលឹះទ្វារបុរាណហ្នឹងគឺជាកលឹះទ្វាររបស់ផ្ទះអ្នកមានម៉ូតផ្ទះកឹងបុរាណខ្មែរបងប្អូនហើយថ្ងៃនេះមកមើលផ្ទះបុរាណខ្មែរស្រាប់តែឃើញបងប្អូននិស្សិតគាត់មកឲ្យស្រាវជ្រាវច្រើនខ្លាំងមែនទែនគាត់នាំគ្នាមកវាស់វែងមកគូសប្លង់អីចឹងណាបងប្អូននិយាយទៅការសម្រេចចិត្តមកគូសប្លង់ម៉ូតផ្ទះកឹងបុរាណខ្មែរនេះគឺជាការសម្រេចចិត្តត្រូវរបស់ពួកគាត់មែនទែនមកគាត់អាចយកទៅធ្វើជាឯកសារដើម្បីជាគំរូដល់បងប្អូនចំនួនក្រោយទៀតណាបងប្អូនហើយគាត់វាស់ប្អួយនេះនិយាយទៅប្អួយនេះគឺខ្ពស់មែនទែនមកមនុស្សបុរាណចូលចិត្តប្អួយចេញមកគឺធំមែនទែនមកបងប្អូនហើយខ្ញុំចាំឈរមើលគាត់ថាតើប្អួយខ្មែរយើងកាលជំនាន់មុនគេធ្វើប៉ុណ្ណាបងប្អូនអើយលេង1.62 ម៉ែត្រហ្មងតែប្អួយមួយប៉ុណ្ណមនុស្សមួយហ្មងបងប្អូនណាទៀបមុំអីចង់ទៀបជាងប្អួយទៀតចូលតាមប្អួយបានមកធូរហ្មងម៉ូតផ្ទះកឹងបុរាណខ្មែរបងប្អូនភាគច្រើនដឹងតែបានស្គាល់ហើយដោយសារតែម៉ូតគឺប្លែកហើយស្អាតខ្លាំងមែនទែនហើយមានចដៅមុខចដៅក្រោយអីចឹងណាចដៅមុខនេះផងដែរគឺឡើងបានតែម្ចាស់ផ្ទះហើយនឹងឋានៈអភិជននេះបងប្អូនបើសិនជាឋានៈអើយអ្នកបម្រើអីចឹងគឺគេឲ្យឡើងទៅចដៅខាងក្រៅឲ្យមកពាក់ព័ន្ធមួយចដៅបុកផ្ទះទេគ្រាន់តែយើងឡើងមកដល់ភ្លាមគឺយើងបានឃើញបន្ទប់ទទួលភ្ញៀវគឺមុនគេមកបងប្អូនមកផ្ទះរបស់ខ្មែរយើងគឺមានបន្ទប់ទទួលភ្ញៀវមុខគេបង្អស់ហ្មងសម្រាប់រូបថតនេះវិញគឺជារូបថតរបស់ម្ចាស់ផ្ទះគាត់ផ្ទាល់ដែលជាលោកតារបស់អ៊ំប្រុសម្ចាស់ផ្ទះដោយផ្ទាល់ហ្មងបងប្អូនលោកតាមានឈ្មោះថាលួងស្នេហាពីមុនហើយគេក៏បានកសាងដាប់ចេញជារូបដោយរូបថតរបស់គាត់ដែលបានថតអញ្ចឹងបងប្អូនបុរាណខ្មែរយើងគឺគេមានចោះរុនរបៀបនឹងលើក្តារបងប្អូនដើម្បីងាយស្រួលដល់អ្នកឈឺចាស់គាត់ឈឺលាងដៃលាងជើងលុបមុខបាត់ដៃបាត់ជើងអីចឹងទៅខាងផ្ទះខាងមុខនេះគឺកសាងក្រោយកលឹះទ្វារដែលខ្ញុំបាននិយាយខាងក្បាលវីដេអូមិញទេបងប្អូនដោយសារតែគាត់កសាងខាងក្រោយហើយបានដល់ពេលគាត់ឋានៈមានបានទៅបានគាត់កសាងផ្ទះខាងមុខនឹងទៀតសម្រាប់ផ្ទះខាងក្រោយដែលមានកលឹះទ្វារបុរាណមិញហ្នឹងគឺគាត់ទុកឲ្យអ្នកបម្រើនៅហើយខាងមុខមិញហ្នឹងគឺជាបន្ទប់កូនស្រីបន្ទប់របស់កូនស្រីគឺគេឲ្យលើកជើងខ្ពស់ហើយប៉ុន្តែសម្រាប់បន្ទប់កូនប្រុសរបៀបនេះគឺគេធ្វើសម្រាប់លើកជើងខ្ពស់បានប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់ជាងគេនោះគឺបន្ទប់កូនស្រីគេបែរជាកសាងជាប់នឹងបន្ទប់ទទួលភ្ញៀវវិញបងប្អូនសំតែធ្វើខាងក្នុងអញ្ចឹងណាហើយជញ្ជាំងខាងក្នុងរបស់គេបងប្អូនគឺសុទ្ធតែធ្វើពីបាយអទាំងអស់ហ្មងសម្រាប់ទ្វាររបៀបនេះបងប្អូនឃើញគេដាក់ដែកដាក់អីមកទៅច្រើនមែនទែនដោយសារតែតុកការពារកុំឲ្យមានចោលអញ្ចឹងណាហើយសម្រាប់ចដៅនេះវិញគឺជាចណ្ដើសម្រាប់អ្នកបម្រើគាត់ឡើងមកគឺដល់បន្ទប់របស់គាត់ហ្មងហើយបម្រើហ្នឹងមិនមែនបម្រើប្រុសហើយណាបងប្អូនគឺសុទ្ធតែជាអ្នកបម្រើស្រីទាំងអស់ទើបអាចឡើងមកបន្ទប់នឹងបានសម្រាប់អ្នកបម្រើប្រុសគឺគេឲ្យនៅកន្លែងផ្សេងអីចឹងទៅហើយចំពោះបន្ទប់អ្នកបម្រើនេះគឺមានប្អួយទូចប្អួយរបស់គេវិញគឺរបៀបនេះឯងបងប្អូនមានកលឹះមានអីសម្រាប់ដាក់អញ្ចឹងទៅហើយបើនិយាយពីប្រវែងវិញមកខ្ញុំវាស់ទៅគឺប្រហែលជាតែ3ចាអាប៉ុណ្្នឹងឯងអត់ធំទេនៅក្នុងនឹងផងដែរម្ចាស់ផ្ទះគាត់ក៏បានដាក់តាំងនៅជាกระดาษប្រាក់បងប្អូនកระดาษប្រាក់ផ្សេងមិនថាអាស៊ានឬក៏អឺរ៉ុបទេគាត់ដាក់ចូលក្នុងនឹងហើយកระดาษប្រាក់មួយនេះប្លែកមែនទែនគឺរូបស្វាសម្រាប់នៅក្នុងនឹងក៏មានបន្ទប់មួយទៀតដែរបងប្អូនបន្ទប់មួយនេះមានកញ្ចក់មានអីជារបស់សល់តាំងពីជំនាន់បារាំងមកបងប្អូនមានដូចជាឧបករណ៍សម្រាប់រវៃនិងឧបករណ៍ផ្សេងទៀតអីចឹងណាបងប្អូនដែលគេຕົកសម្រាប់នៅក្នុងបន្ទប់អ្នកបម្រើអីចឹងទៅសំខាន់នៅទ្វារមួយនោះគឺលោកអ៊ំម្ចាស់ផ្ទះគាត់បានសរសេរជាធរនៅលើហ្នឹងបងប្អូនខ្ញុំមិនដឹងថាប្រែថាម៉េចដែរទេហើយនៅក្នុងនឹងផងដែរក៏មានការដាក់តាំងនៅកាបូបដែលមានសល់តាំងពីជំនាន់បារាំងដែលមានការទុកដាក់នឹងរូបថតផ្សេងសម្រាប់ឲ្យយើងគោរពបូជាអីចឹងទៅបងប្អូនហើយបើម៉ូតតុកមួយនេះវិញគឺជាម៉ូតតុករបស់បារាំងប៉ុន្តែខ្មែរយើងគាត់ច្នៃធ្វើខ្លួនឯងអីចឹងណាបងប្អូនវិញផ្ទះគាត់បងប្អូនគាត់ដាំឈើលង្ខៀវស្ងាត់ហ្មងគួរឲ្យចង់មើលមែនទែនហ្មងណា